តម្លៃមាសបានធ្លាក់ចុះជាង 3% បន្ទាប់ពីសមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Christopher Waller បានថ្លែងសន្ទរកថាដែលមានទស្សនៈរឹងមាំសម្រាប់ប្រាក់ដុល្លារជាងការរំពឹងទុករបស់ទីផ្សារលោក Waller បានបញ្ជាក់ពីលទ្ធភាពដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចដំឡើងអត្រាការប្រាក់គឺស្មើនឹងលទ្ធភាពបន្តបន្ថយអត្រាការប្រាក់ដែលបានផ្លាស់ប្ដូរទស្សនៈរបស់ទីផ្សារទាំងស្រុងបើប្រៀបធៀបទៅនឹងប្រមាណសប្តាហ៍កន្លងមកចំណុចសំខាន់គឺប្រសិនបើទិន្នន័យ Core CPI ដែលនឹងចេញផ្សាយនៅសប្តាហ៍នេះបង្ហាញថាអតិផរណានៅតែក្តៅនោះធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងត្រូវដំឡើងអត្រាការប្រាក់ទីផ្សារបានឆ្លើយតបភ្លាមៗក្រោយការថ្លែងរបស់លោក Waller ជាមួយនឹងការកែប្រែការរំពឹងទុកយ៉ាងឆាប់រហ័សលទ្ធភាពដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់នៅខែកក្កដាបានកើនពី 35% ទៅ 45% ខណៈពេលនេះអ្នកវិនិយោគកំពុងវិលតម្លៃថាមានប្រហែល 50% នៃលទ្ធភាពដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់ក្នុងខែនេះនេះជាការផ្លាស់ប្ដូរយ៉ាងខ្លាំងពីព្រោះការពីប្រមាណថ្ងៃមុនទីផ្សារនៅតែរំពឹងថា Federal Reserve នឹងបន្ថយអត្រាការប្រាក់នេះបើយោងតាមប្រភពពី CME Fed Watch Tool ហើយអ្វីបានជាធនាគារកណ្ដាលសហរដ្ឋអាមេរិកបារម្ភពីអតិផរណាលោក Waller បានអះអាងដូចនេះថាទីផ្សារការងារអាមេរិកនៅតែមានស្ថិរភាពនិងស្ថិតនៅជិតគោលដៅការងារពេញលេញផ្ទុយទៅវិញលោកបានចង្អុលបង្ហាញថាអតិផរណាកំពុងត្រូវបានជំរុញដោយកត្តាសំខាន់ៗ3រួមមានទី1គឺពន្ធគយដែលបង្កើនថ្លៃទំនិញទី2តម្លៃថាមពលដែលកើនឡើងដោយសារភាពតានតឹងនៅមជ្ឈមបូព៌ានិងទី3គឺការចំណាយរបស់អ្នកប្រើប្រាស់នៅតែរឹងមាំដែលត្រូវបានគាំទ្រដោយការវិនិយោគលើបច្ចេកវិទ្យា AI បច្ចុប្បន្នតម្លៃមាសកំពុងជួញដូរនៅជុំវិញតំបន់គាំទ្រសំខាន់ $4,000 ក្នុងមួយអោនឬ$482ក្នុងមួយជីដែលជាកំណត់ត្រាទាបបំផុតចាប់តាំងពីឆ្នាំ2025មកប្រសិនបើតំបន់គាំទ្រនេះត្រូវបានបំបែកចុះអាចនាំឲ្យមានសម្ពាធលក់បន្ថែមខណៈការរក្សាជំហរបាននៅតំបន់រឹងមាំនោះអាចនឹងជួយឲ្យមាសមានឱកាសស្ទុះងើបឡើងទៅលើវិញបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ